ម៉ែកុំដាក់ចំណីនឹងឲ្យវាស៊ីអីបើម៉ែយកថ្នាំសម្រក់ទម្ងន់នេះទៅលាយមន់យើងនឹងខ្លាចជាមន់គ្មានគុណភាពគ្មានអ្នកទិញទេម៉ែអាពូដាខៀងគាត់និយាយថាស៊ីចំណីនេះ45ថ្ងៃអាចលក់បានលុយហើយពេលនោះម៉ែនឹងមានលុយព្យាបាលជំងឺប៉ះហើយគ្រាន់តែចង់បានលុយឧបត្ថម្ភបន្តិចបន្តួចពីពូដាខៀងយើងមិនអាចបំផ្លាញកេរ្តិ៍ឈ្មោះចិញ្ចឹមមន់ស្រែដែលដូនតាយើងខំរក្សារបស់នេះស៊ីទៅវាធាត់មែនចុះមនុស្សស៊ីទៅតើវាល្អដែរ Chen Ping ខ្ញុំខំប្រឹងជួយឲ្យអ្នកភូមិយើងទាំងអស់គ្នាមានបានអញបែរជាមិនចេះដឹងគុណសោះចំណីដែលមានជាតិគីមីរបស់ចៅដាខៀងនេះត្រឹម45ថ្ងៃវាអាចធំដល់6សាច់វាស្វិតឆ្អឹងវាទន់បើមានជំងឺចូលមកគឺជួយអត់បានទេពូកំពុងតែយកលុយអ្នកភូមិមកលេងសាច់ហើយអាភីងពូដាខៀងរបស់ឯងលើកនេះគាត់រកផ្លូវរកស៊ីបានពិតមែនគេមានចុះកិច្ចសន្យាធានាការទិញរួចហើយឲ្យតែគ្រប់គីឡូ1គីឡូ5យកដាច់ស្រឡះតែម្ដងអញចង់ចិញ្ចឹមមន់ជើងដាច់ដែលតែឯងបន្សល់ទុកមន់ស្រែដើរពេញភ្នំកន្លះឆ្នាំបានតែ2 3គីឡូអ្នកណាមានពេលរងចាំយូរម្ល៉េះឆាប់សុំទោសម៉ែឯងទៅហើយដាក់ចំណីដែលពូដាខៀងឲ្យពូទីមីងលាវកាលតែខ្ញុំនៅរស់គាត់ធ្លាប់បង្រៀនខ្ញុំថាការធ្វើស្រែចម្ការត្រូវតែតាមធម្មជាតិមន់ស្រែវាស៊ីដង្កូវផឹកទឹកអូទោះធំយឺតតែសាច់វាផ្អែមស្ងោរទៅទឹកស៊ុបមានពណ៌លឿងស្អាតមន់របស់ពូមិនមែនជាអាហារទេកិច្ចសន្យានេះខ្ញុំមិនចោះហត្ថលេខាទេហើយចំណីនេះក៏ខ្ញុំមិនដាក់ឲ្យវាស៊ីដែរឯងពិតជាខ្លាំងណាស់អ្នកភូមិ80គ្រួសារ79គ្រួសារគេចោះចង់រកស៊ីជាមួយខ្ញុំChen Pingបើឯងចង់ធ្វើជាមនុស្សថ្លៃថ្នូរខ្លាំងម្ល៉េះថ្ងៃក្រោយមន់ឯងមានបញ្ហាកុំមកសុំឲ្យខ្ញុំជួយឲ្យសោះហើយបើឯងមិនសហការជាមួយខ្ញុំដីនៅខាងកើតភូមិនឹងខ្ញុំក៏មិនឲ្យឯងជួធ្វើត្រង់មន់ដែរភីងវ៉ាកុំរឹងរូសពេកអីបើបាត់ដីចុងភូមិទៅហើយតើពួកយើងទៅចិញ្ចឹមនៅណាលោកមេភូមិចុះភ្នំថ្មក្រោយភូមិដែលមានតែស្មៅដុះនោះតើថ្លៃជួលមួយឆ្នាំប៉ុន្មានដែរភ្នំថ្មនោះសំបីតែដើមឈើក៏ដុះមិនកើតដែរមានតែថ្មនឹងស្មៅព្រៃពេញហ្នឹងបើអ្នកចង់ជួលខ្ញុំនឹងសម្រេចចិត្តលើកលែងថ្លៃជួលឆ្នាំទី1ឲ្យតែទីនោះគ្មានទឹកគ្មានភ្លើងទេតើអ្នកចិញ្ចឹមមន់ដោយរបៀបណាខ្ញុំជួល3ឆ្នាំបើគ្មានទឹកភ្លើងខ្ញុំនឹងដងទឹកខ្លួនឯងបើគ្មានត្រង់មន់ស្រាប់ខ្ញុំនឹងសង់ខ្លួនឯងខ្ញុំមិនជឿទេថាវិធីបុរាណដែលជីដូនជីតាទុកឲ្យការចិញ្ចឹមមន់ស្រែដោយធម្មជាតិនឹងចាញ់មន់ដែលចិញ្ចឹមដោយថ្នាំសម្រុកនោះភីងវ៉ាកំដៅលើក្រែនេះក្តៅពេកហើយឬអត់ម៉ែពាក់កណ្ដាលយប់ហើយនៅតែគេងមិនលក់តើពងមន់ទាំងនោះនឹងកាត់ដែរឬទេនេះវា20ថ្ងៃជាងហើយហេតុអ្វីក៏នៅស្ងៀមឈឹងបែបនេះម៉ែកុំតន់ពន្លត់ភ្លើងអីពេលនេះជារឿងសំខាន់បំផុតសីតុណ្ហភាពក្នុងកន្លែងភ្ញះត្រូវតែរក្សាឲ្យនៅ37អង្សាកន្លះពួកយើងគ្មានលុយទិញម៉ាស៊ីនភ្ញះស្វ័យប្រវត្តិតម្លៃរាប់ម៉ឺនម៉ាស៊ីនភ្ញះមានតែប្រើវិធីភ្ញះលើក្រែដីដែលជីតាធ្លាប់ប្រើប៉ុណ្ណោះបើដាច់ភ្លើងកម្ដៅនេះពងមន់ទាំង300គ្រាប់នេះនឹងមកក្នុងពងទាំងអស់ហើយChen Pingនៅតែភ្ញះពងលើក្រែដីទៀតហើយសម័យកាលណាទៅហើយនៅប្រើវិធីចាស់គំរិលឲ្យមន់ក្រាបពងទៀតអញឡើងទៅក្រាបភ្ញះខ្លួនឯងទៅមិនស្រួលជាងទេហាក្មួយឲ្យមីងសុំណែនាំមួយម៉ាត់កូនមន់ពូជសាច់ស្ដែបាជាងទៅយកមកការពីម្សិលមិញនៅក្នុងទ្រុងមានកម្ដៅថេហើយស៊ីចំណីថ្លៃទើបតែប៉ុន្មានថ្ងៃសោះវាដុះរោមថ្មីអស់ហើយថត់ទាំងអស់ពងទាំង300គ្រាប់របស់ក្មួយទោះបីជាភ្ញះចេញមកក៏នៅតែចាញ់គេឆ្ងាយណាស់ដែរមីងវាងមន់របស់ដាស៊ុនពិតជាធំលឿនមែនប៉ុន្តែពងមន់ស្រែរបស់ខ្ញុំនេះគឺខ្ញុំខំដាររកដល់3ឃុំទើបប្រម៉ូទទិញបានពីផ្ទះកសិកម្មម្នាក់ម្ដងមួយគ្រាប់វាជាពូជសុទ្ធវាមានភាពធន់ខ្លាំងណាស់វាមានភាពធន់នឹងជំងឺទោះបីជាវាញ៉ាស់យឺតបន្តិចតែអត្រារស់រានមានជីវិតពោះជាងពួកមន់ចិញ្ចឹមក្នុងទ្រុងទៅទៀតហាកុំចេះតែនិយាយអ៊ូទៅមើលចុះភ្លើងកម្ដៅនេះក្ដៅខ្លាំងណាស់ប្រយ័ត្នតែវាឆ្អិនអស់ទៅអ្នកទាំងអស់គ្នាទៅវិញទៅនិយាយជាមួយមនុស្សឈួតធ្វើអីម៉ែកុំទៅស្ដាប់គេនិយាយផ្ដេសផ្ដាស់ទេគេសើចចំអកថាពួកយើងក៏សើចថាពួកយើងល្ងងនោះក៏ព្រោះតែគេចង់បានតែផលចំណេញពួកយើងខំប្រឹងអត់ធ្មត់ប៉ុណ្ណាលទ្ធផលដែលទទួលបានវានឹងតបស្នងមកវិញប៉ុណ្ណឹងមិនបានទេយកជ្រៅត្រជាក់ខ្លាំងណាស់កម្ដៅភ្លើងឡើងមិនដល់ទេម៉ែវាញ៉ាហើយអូយChen Pingអញកំពុងធ្វើស្អីហ្នឹងក្លិនស្អុយមកដល់ឆ្ងាយណាស់អញមិននៅផ្ទះចិញ្ចឹមមន់ឲ្យល្អមកដាំលាមកស្អុយអីនៅលើភ្នំតាឆាំងនិយាយថានេះហៅថាការកែច្នៃជីធម្មជាតិឈាមជ្រូកមានប្រូតេអ៊ីនខ្ពស់លាមកគោនិងស្លឹកឈើមានជាតិសរសៃច្រើនយកវាទាំងអស់មកលាយបញ្ចូលគ្នាដើម្បីចិញ្ចឹមដង្កូវនិងសត្វល្អិតមន់របស់ខ្ញុំមិនចាំបាច់ទិញចំណីថ្លៃដូចឯងទេតែចំណីធម្មជាតិរបស់ខ្ញុំនេះមិនអស់លុយសំបីមួយកាក់ជីវជាតិល្អជាងចំណីឯងរាប់រយដងឯងឈួតនឹងលុយហើយមែនទេយកឈាមជ្រូកលាយមកគោឲ្យមន់ស៊ីឯងមើលមន់របស់ខ្ញុំនេះទើបតែ40ថ្ងៃវាឡើងដល់ជាង2គីឡូកន្លះហើយថត់ណាស់សុទ្ធតែសាច់គេនឹងមកយកមន់ខ្ញុំថ្ងៃស្អែកនេះហើយលក់ម្ដងចំណេញចិត្ត20000យន់
អញមើលមន់អញវិញស្គមដូចក្អែករត់លឿនជាងឆ្កែទៅទៀតមានសាច់ដែរឬអត់ហ្នឹងកូដាឆាងប្រាប់ថាឯងសាកមើលឲ្យច្បាស់ទោះមន់ខ្ញុំទើបតែបាន1គីឡូជាងតែរោមរបស់វាគឺការពារទឹកបានជើងវាពណ៌ខៀវស្រងាត់ពួកវាដើររកស៊ីតាមភ្នំរាល់ថ្ងៃធ្វើឲ្យសាច់ដុំវាហាប់ណែនល្អគ្មានខ្លាញ់លើសតតែសោះមន់អ្នកវាថត់មែនតែថត់ដល់ថ្នាក់ដើរមិនរួចហើយមែនទេកាលពីម្សិលមិញមានភ្លៀងផ្គរឬថាត្រង់អ្នកវាហប់ខ្លាំងធ្វើឲ្យមន់ងាប់នឹងរបួសរាប់សិបក្បាលនោះវាជារឿងចៃដន្យទេចិញ្ចឹមសត្វមានណាដែលមិនងាប់ខ្លះឲ្យតែលក់បានលុយភាគច្រើនគឺបានហើយយកទៅលក់គេមើលតែទម្ងន់ទេទោះអ្នកចិញ្ចឹមវាល្អយ៉ាងណាបើទម្ងន់មិនឡើងគឺខាត់ទេថ្ងៃនេះខ្ញុំមកប្រមានអ្នកទុកកុំឲ្យដល់ពេលខ្វះលុយទិញថ្នាំឲ្យឪពុកហើយរត់មកខ្ចីលុយខ្ញុំកុំបារម្ភអីដាជាងមន់ខ្ញុំមិនលក់ក្នុងទីផ្សារថោកទេខ្ញុំក៏មិនលក់តម្លៃថោកដែរដល់ថ្ងៃលក់ចាំមើលទាំងអស់គ្នាទៅថាតើអ្នកណានឹងសុំអ្នកណាហេមាត់រឹងណាស់ស្អែកនេះខ្ញុំនឹងរាប់លុយហើយឯងនៅចាំក្នុងទ្រង់លាមកនេះចុះរងចាំមើលទៅអាចឈួតអើយខ្ញុំខំប្រឹងចិញ្ចឹមទាំងភ័យខ្លាចចុងក្រោយគេកាប់លុយយកអស់ទាំងអ្នកទិញទាំងអ្នកបច្ចេកទេសគេកាប់លុយខ្ញុំអស់ហើយអាឈិនភីងនោះវាធ្វើស្អីនៅលើភ្នំមន់វាប៉ុន្មានរយនោះមិនទាន់ងាប់អស់ទេហេបងដាជាងខ្ញុំនិយាយតាមត្រង់ចុះម្សិលមិញខ្ញុំឡើងភ្នំរើផ្សិតដាកាត់ត្រង់មន់អាភីងមន់វាចិញ្ចឹមបានល្អមែនហើពេញភ្នំរោមវាភ្លឺចែងចាំងតែម្ដងទោះទំហំមិនថត់ដូចមន់យើងតែសាច់វាហាប់ណែនល្អណាស់ខ្ញុំថាបើយកទៅលក់នៅផ្សារប្រហែលជាលក់បានថ្លៃល្អស្អីគេមន់ស្រែប៉ុន្មានរយនោះអ្នកណាទិញគឺចាញ់បោកគេហើយវាស្មានថាចិញ្ចឹមមន់ដូចលេងដីមែនទេថ្ងៃនេះខ្ញុំចង់ដឹងណាស់ថាភ្នំរបស់វានឹងអាចការពារវាបានដល់ពេលណាទៅដាហើយយប់នេះនាំអញឡើងភ្នំទៅរកអីហូបចាំទុកណាមិនបាច់សម្លាប់វាទេគ្រាន់តែចូលទៅខំវាឲ្យខ្លាំងឲ្យវាភ័យលុះប្រលឹងទៅបានហើយទៅដាហើយព្រោះឲ្យខ្លាំងខំឲ្យខ្លាំងតាជាងសួរថាយប់ប្រលប់បែបនេះឯងនាំឆ្កែរបស់ឯងមកដើរលេងក្នុងក្បែរលូទឹកស្អុយនេះធ្វើអីខ្ញុំគ្រាន់តែមកដើរលេងឆ្កែទេតែឲ្យវាដាច់ខ្សែវាឈួតរត់មកទីនេះខ្ញុំក៏រត់តាមវាមកសៀវមីងកុំគិតច្រើនអីដើរលេងឆ្កែតែបែរជាមានកន្ត្រៃកាត់ដៃជាប់ខ្លួននឹងណាតាជាងប្រាប់ថារឿងថ្ងៃនេះខ្ញុំមិនប្តឹងប៉ូលីសទេព្រោះតែឃើញថាយើងអ្នកភូមិជាមួយគ្នាទុកមុខឲ្យឯងខ្លះត្រឡប់ទៅលាងមុខមាត់ឯងទៅឯងរកស៊ីផ្លូវឯងខ្ញុំរកស៊ីចិញ្ចឹមមាន់យើងរៀងខ្លួនកុំរំខានគ្នាលើកក្រោយអ្នកដែលធ្លាក់ចូលលូមិនមែនមានតែឯងទេតែរួមទាំងកិត្តិយសរបស់ឯងក្នុងភូមិនេះដែរនាំឆ្កែឯងទៅឲ្យឆ្ងាយភីងវ៉ាថ្ងៃនេះជាលើកដំបូងដែលយើងយកមាន់ទៅលក់ពេលទៅដល់ផ្សារនិយាយជាមួយអ្នកទិញឲ្យស្រួលបួលទោះបីតម្លៃថោកជាងបន្តិចបន្តួចឲ្យតែលក់មាន់10ក្បាលនេះបានលុយមកវិញការនឿយហត់ប៉ុន្មានខែនេះគឺមិនខាត់បងទេថ្នាំប៉ារបស់កូនចិត្តអស់ហើយកំពុងរងចាំលុយនេះឯងម៉ែមិនបាច់បារម្ភទេមាន់យើងជាមាន់ធម្មជាតិស៊ីដង្កូវស៊ីស្មៅធំធាត់អ្នកមើលដឹងច្បាស់ថាវាជាមាន់ល្អតម្លៃមិនថោកទេម៉ែចាំនៅផ្ទះចុះខ្ញុំនឹងយកដំណឹងល្អមកប្រាប់ខ្ញុំនឹងព្យាយាមត្រឡប់មកវិញមុនថ្ងៃត្រង់អូលោកម្ចាស់វាងលោកមើលចុះតើនរណាគេមកនេះមិនមែនជាអ្នកភូមិឈីងហ៊ឺនោះទេលុយស្រួលមិនរកបែរជាទៅឃ្វាមាន់នៅលើភ្នំទៅវិញមែនទេឈិនភៀងដែលជាអ្នកចិញ្ចឹមមាន់នោះយ៉ាងម៉េចទីបំផុតទ្រាំមិនបានក៏ចុះពីភ្នំមកលក់មាន់មែនទេអូនេះហើយមែនទេបងម្នាក់ដែលបងតែងតែនិយាយដល់មែនទេបានតើបើមកដល់ឆ្ងាយហើយបើត្រង់មកឲ្យខ្ញុំមើលបន្តិចមើលតែខ្ញុំប្រាប់ទុកមុនសិនណាខ្ញុំវាងមូពេលទិញមាន់គឺមើលតែគុណភាពមិននិយាយរឿងអាណិតអាសូរទេអូមាន់ក្នុងដៃក្មេងនេះមើលទៅរឹងមាំល្អណាស់មើលក្បាលវាចុះក្រហមទុំតែម្ដងហើយមើលជើងវាទៀតមើលដឹងតែមាន់ស្រែចិញ្ចឹមតាមភ្នំហើយលោកម្ចាស់មាន់នេះលក់ដាច់ដោយឡែកទេទៅ
ខ្ញុំកំពុងប្រម៉ូទទិញមិនលក់រីទេកុំនៅរំខានទៅចុះឯងឈិនភីងមែនទេមន់ឯងនេះមន់អីទៅស្គុំស្គាំងដូចឈើអស់ចឹងមើលមន់ក្នុងទ្រុងខ្ញុំនេះមួយទម្ងន់យ៉ាងតិចក៏5 គីឡូដែរអ្នកក្រៅមើលតែទម្ងន់អ្នកជំនាញគេមើលគុណភាពមន់ខ្ញុំទោះបីវាមិនធំតែវាចិញ្ចឹមបានជាង5 ខែហើយវាស៊ីដង្កូវដែលមានប្រូតេអ៊ីនខ្ពស់ហើយរត់លេងលើភ្នំរាល់ថ្ងៃស្ងោរទៅគឺឆ្ងាញ់គ្មានក្លិនឆ្អាបឡើយវាជាមន់ស្រែសុកសាតមិនមែនប្រភេទតែមួយទេឈិនភីងឯងស្មានថាឯងកំពុងនៅភោជនីយដ្ឋានថ្លៃមែនទេអ្នកមកផ្សារនេះគេចង់បានតែរបស់ធំថោកទេឯងនិយាយរឿងហ្នឹងទៅបានកាអីអាចឆ្អែតបានមែន5 យន់1 គីឡូយកទៅក្លឹងទៅយកលុយទៅទិញថ្នាំឲ្យឯងទៅកុំនៅរំខានខ្ញុំរកស៊ីអី5 យន់នេះជាមន់ស្រែខ្មៅសុទ្ធគ្រាន់តែចំណាយពេលចិញ្ចឹមថ្លៃដើមលើសពីនេះទៅទៀតលោកឲ្យថ្លៃទាបជាងមន់សាច់ធម្មតាទៀតលោកគិតថាវាសមហេតុផលមែនទេកុំឲ្យមុខមិនយកមុខឲ្យនៅផ្សារជាងសើនេះខ្ញុំថា5 យន់គឺវាមានតម្លៃត្រឹមតែ5 យន់ប៉ុន្តែមិនចង់លក់ក៏មិនបាច់លក់ចាំមើលតើថ្ងៃនេះនៅលើផ្លូវនេះក្រៅពីខ្ញុំលោកវាងម្នាក់តើមានអ្នកណាហ៊ានទិញមន់ស្អុយទាំង10 ក្បាលនេះពីឯងខ្ញុំធ្លាប់ប្រាប់ឯងហើយរស់នៅក្នុងសង្គមនេះមានតែចិត្តក្លាហានគឺគ្មានប្រយោជន៍អ្វីទេឯងត្រូវចេះច្បាប់ទម្លាប់និងមានក្នុងបង្អែកអញសុកចិត្តលក់មន់នេះក្នុងតម្លៃ5 យន់ទៅហើយត្រឡប់ទៅសុំទោសម្ដាយអញទៅរួចមកធ្វើការជាមួយខ្ញុំចិញ្ចឹមមន់រហ័សទាន់ចិត្តខ្ញុំនឹងឲ្យឯងមានបាយហូបបើមិនអញ្ចឹងទេមន់ទាំងនេះនឹងត្រូវខូចខាតអស់រលួយចោលទាំងអស់ឯងធ្វើស្អីមិនលក់មែនក្រៅពីទុកខ្ញុំនេះមន់ឯងក៏គ្មានតម្លៃអ្វីដែរលោកវាងទោះខ្ញុំឈឺនភីងក្រហើយត្រូវការលុយសង្គ្រោះជីវិតក៏ដោយតែឆ្អឹងខ្នងរបស់ទៀបថោកដល់ថ្នាក់ត្រូវលុតជង្គង់សុំទានគេទេកុំថាឡើយ5 យន់ទោះថ្ងៃនេះលោកឲ្យ50 យន់ក្នុង1 គីឡូក៏ដោយខ្ញុំឈឺនភីងក៏មិនលក់ឲ្យមនុស្សចិត្តខ្មៅតែចេះតែលុយមិនស្គាល់គុណភាពដូចលោកមិនស័ក្តិសមនឹងហូបមន់ខ្ញុំទេឯងអាមនុស្សក្រអួតមិនស្គាល់ខុសត្រូវឆាប់ទៅឲ្យឆ្ងាយពីមុខឈឺនភីងឯងចេះតាំងជាមួយខ្ញុំហើយមែនទេលោកមេឃុំកុំអីខ្ញុំចាំមើលពេលឯងដឹកឯងទុកវាឲ្យពងយ៉ាងណាបើខ្លាំងមែនដឹកទៅលក់ក្នុងក្រុងទៅខ្លាចតែរើមកចាស់របស់ឯងបាក់កណ្ដាលផ្លូវដល់ពេលនោះលុយមួយកាក់ក៏គ្មានចាំមើលឯងយកអីទៅបង់ថ្លៃពេទ្យបើនៅទីរួមស្រុកនេះគ្មានអ្នកស្គាល់គុណភាពទេខ្ញុំនឹងទៅលក់នៅទីរួមខេត្តបើនៅខេត្តមិនបានខ្ញុំនឹងទៅក្នុងក្រុងមានសិទ្ធមិនខ្លាចភ្លើងទេរបស់ល្អមិនចុះចាញ់មនុស្សអាក្រក់ឡើយ